សួស្តីញាតិមិត្តកូនសិស្សទាំងអស់នេះគឺជាអង្គស្ដេចអាឋានមួយដែរណាតម្រងនេះបងធំទៅទៀតយន់នឹងឃើញហើយនេះបងធំគេណាកើតមុនគេបន្ទាប់មកនេះគេហៅថាសទ្ធិបុត្រឬក៏កុមារទេពណាខាងផ្នែកទ្រព្យសម្បត្តិណាយើងឧទ្ទិសទៅដល់អវតារព្រះបាទកុសវរៈនៅទិសខាងជើងឬក៏គេហៅថាស្ដេចទេវៈនៃទ្រព្យសម្បត្តិនោះខាងមង្គលនោះណាវិធីនោះណាហើយចឹងហើយរបស់នេះគឺឧទ្ទិសទៅដល់ព្រះអង្គកាលនៅក្មេងដែលមុននឹងខ្លាយទេវៈហ្នឹងព្រះអង្គគឺជាពូជពងពពួកអសលលង្កាទេហើយជាឪពុកមាក្រុងរាពណ៍ទៀតតែនេះគឺយើងបានធ្វើនេះគឺជាលក្ខណៈទម្រង់ដោយព្រះអង្គតែយើងឧទ្ទិសទៅដល់កុមារទេពខាងផ្នែកទ្រព្យសម្បត្តិខាងផ្នែកសម្បូរនៅលៀបហើយចឹងហើយរូបតំណាងក៏ពិសិដ្ឋដែរណាចិត្តណាចឹងរូបហ្នឹងគឺចឹងលើអត់លើទេថតអីក្រមហ្នឹងហើយណាគឺជាកុមារទេពណាហើយមួយនេះគេហៅថាមហាសម្បត្តិហើយសាងឡើងមានបញ្ចុះកថាណាក្នុងនឹងកថាវែងបលាំងនេះគឺអាឋានសទ្ធិបុត្រណាខាងក្រោមនេះអាឋាននឹងមាននៅក្នុងក្រាំងបុរាណហើយយ័ន្តនេះគឺយ័ន្តដួងកែវកុមារទេពនឹងឯងខាងផ្នែកលៀបសក្ការៈនាំលៀបនាំជ័យមង្គលសុខសួស្តីណារស់ស៊ីអីឈ្នះគេរក្សាទ្រព្យចម្រុងចម្រើនហើយរបស់នឹងគឺបតោងអ្នកខ្លះចង់បានបតោងហើយដាំត្បូងណាគឺដាំត្បូងគ្រប់ទាំងអស់តាំងពីទៅនេះធម្មតាអ្នកមានមកបំពាក់ឲ្យវាលុចធ្លោដូចតែមកកត់នឹងត្បូងអីណាហើយរបស់នេះសាងពិសេសណាហើយមានលក្ខណៈផ្សេងគ្នាតាមវគ្គពោនីមួយខុសគ្នាតាមវគ្គតិចណាដើម្បីស្រួលចំណាំអញ្ចឹងហើយវត្ថុនេះគឺជាវត្ថុមង្គលខាងផ្នែកនាំលៀបនាំសំណាងសរីមង្គលនាំលៀបនាំជ័យស៊ីឈ្នះគេរក្សាទ្រព្យការពារទ្រព្យណាជួយឲ្យចម្រុងចម្រើនប្រៀបដូចជាអាឋានដែរសិតតួអង្គញៀនដែរឃើញទេដែលត្រូវហើយនឹងអញ្ចឹងសិតនេះសិតអាឋានដែរណានៅនេះទៀតនេះក៏នេះដែរណាទៀតដឹងអត្តន័យពិតហើយរបស់នេះណាហើយអញ្ចឹងហើយអញ្ចឹងកូនសិស្សទាំងអស់បានឃើញហើយនេះគឺជាអាឋានឬក៏គេហៅថាអង្គណាកុមារទេពខាងផ្នែកមហាសម្បត្តិលៀបសក្ការៈហៅថាអាឋានសទ្ធិបុត្រអង្គសទ្ធិបុត្រយើងឲ្យហៅសទ្ធិបុត្រទៅក៏ក្មេងបើហៅថាសទ្ធិតតែចំណាស់អាយុច្រើនតិចក្មេងមានទ្រព្យណាយ៉ាងទៅដើម្បីស្រួលបើយើងមិនធ្វើក្មេងហើយយើងមិនឧទ្ទិសទៅដល់ពេលវីក្មេងយើងប្រើមិនកើតអានេះប្រើណាឃើញទេប្រើនេះអត់ទេគ្រប់អានេះរលឹកគុណគ្រូអញ្ចឹងត្រូវយល់ណាឋាននេះក៏ប្រើដែរនេះក៏ប្រើដែរឃើញទេបើន័យថាយើងប្រើឲ្យជួយយកសារយើងស្ដាប់យើងជាគ្រូស្ដាប់យើងជាឪពុកស្ដាប់យើងជាមីស្ដាប់យើងជាបងស្ដាប់យើងជាខ្លាឃើញទេដល់អញ្ចឹងទៅដល់ពេលយើងពាក់ព្រះយើងប្រើព្រះមិនបានទេយល់ទេហ្នឹងអញ្ចឹងនេះអាឋានកុមារទេពសទ្ធិបុត្រនេះត្រូវការគោរពបូជាសែនណាសិតសែនណាបាទអានេះបូជាដែរណាព្រោះសិតតែមានញៀនណាតែហៅថាមានអាគមមានញៀនសោតប្រសិទ្ធិអីទៅហើយកថានោះច្រើនសិតកថាអាគមទាំងអស់ណាអញ្ចឹងហើយរបស់នេះការសាងដំបងប្រហែលជា7អង្គអត់មានសល់មួយអង្គទេនេះក៏របស់គេដែរតែដោយសារម្ចាស់គេនៅក្រៅប្រទេសគេទុកនៅនឹងអញ្ចឹងហើយទើបយើងអាចថតបានណាក្រៅពីនឹងកំពុងសាងណាកំពុងសាងហើចាំមើលខ្នើតបានគ្រូបញ្ចេញទៀតហើយអញ្ចឹងហើយណាសូមឲ្យជូនជាដំណឹងរបស់នេះកូនចៅមានចំណាប់អារម្មណ៍ណាត្រូវតែរូតរះមុនបើទុកយូរគឺមិនបានទេណាបើជាអត់ហើយណាព្រោះសាងមិនពិបាកយូរស្ដាអូរបស់នេះវិញបែបងាយយ៉ាងហើយរបស់នេះមិនបាច់ស្រោបបាច់អីទេនេះសក់នេះបានបើគេទៅយកទៅផ្លាក់ទីនយកម៉េចគេដាក់សក់ចូលទៅនឹងធ្វើតពក់ចេះតែហ្មងទៅឃើញទេធ្វើចេះតពក់ចេះទៅងើតចេះហើយនេះធ្វើចេះទៅវារៀងកន្លងគេអាចពាក់ផ្លាក់ទីនអីបានធ្ងន់បើមិនចឹងទេយើងទុករូបដាក់ដឹងចេះតាមខ្លួនទៅណាក៏បានដាក់អង្គប្រអប់ទៅណាដូចជាអាឋានដូចជាកូនក្រកដូចជាកុមារទេពដែលយើងឃើញហ្នឹងដែលគេថាទិញពីផ្ទះលេខ2មកសបោតែនេះអត់ទេស្នាដៃគ្រូទេពណាមានយ័ន្តមានគាថាមានអាគមអីត្រឹមត្រូវណាមួយដឹងមួយច្បាស់ណាហើយអញ្ចឹងហើយជូនជាដំណឹងណាស្អាតប្រណិតពិសេសមាន
គុណសម្បត្តិខាងផ្នែកណារក្សាទ្រព្យសម្បត្តិជួញដូរជួញចិត្តជួញឆ្ងាយរស់ស៊ីសម្បូរលៀបអ្នកផងអាណិតស្រឡាញ់ណាគង់វងគង់ប្រសើរជួយខាងបន្ទន់ចិត្តទុកទៅក៏មិនសូវឆ្លោះគ្នាច្រើនដែរព្រោះធម្មតាកូនល្អអញ្ចឹងណានាំពុកម្ដាយចម្រងចម្រើននាំឲ្យបងប្អូនចម្រងចម្រើននាំញាតិចូលចិត្តអញ្ចឹងហើយគឺជាវិធីណាល្អប្រសើរណាសម្រាប់អ្នកដែលមានជំនឿជឿទៅនឹងវត្ថុអរូបីណាជាអាគមនេះគឺអង្គញៀននេះឯងចឹងហើយជូនជាដំណឹងចឹងហើយកូនចៅបានឃើញហើយចូលរួមចែកម្លែកតឲ្យស្វែងយល់ជាពិសេសអ្នកដែលបានយកទៅស្រឡាញ់ទាំងឃើញដោយមិនដឹងថាជាប្រើខាងអីផងងប់ងល់នឹងរបស់នឹងខ្លាំងមែនតើហ្មងយល់ទេចឹងហើយជូនពរឲ្យសុខចម្រើនណាសូមឲ្យរស់ស៊ីមានបានណាសូមណែឲ្យមានរិទ្ធមានដេជះខាងផ្នែកទ្រព្យសម្បត្តិលាភសក្ការៈសេចក្តីសុខក្តីចម្រើនមង្គលណាគេថា filthy ណាយ៉ាអង់គ្លេសអញមិនសូវចេះទេព្រោះនិយាយតែខ្មែរហ្នឹងហើយណាសុខចម្រើនណាណា